ដល់ពុទ្ធដែលថ្ងៃនេះទីជាមួយប្រកបដោយមហានកតរិទ្ធយ៉ាងជ្រាលជ្រៅជាទីបំផុតដែលសម្ដេចអាដាមលោកជំទាវលោកអ្នកអញ្ញាលោកជំទាវជាមហាពុទ្ធបរិស័ទទាំងអស់លោកបានរៀបចំបំផែនៅអង្គកតទានមហាសាមគ្គីសុរសាខ្មែរដើម្បីនឹងវេប្រទេសចំពោះព្រះភិក្ខុសង្ឃដែលព្រះអង្គបានគង់ចាំព្រះវតាអង្ការ3ខែនៅត្រៃនេះនៅក្នុងពុទ្ធថ្វាយជាថ្មីដែលស្ថិតនៅក្នុងខេត្តតាវិនៃសាធារណរដ្ឋសង្គមនិយមវៀតណាមរបស់យើងពិធីដង្ហែបានចាប់ផ្ដើមហើយអង្គកតទានមហាសាមគ្គីនេះបានចេញដល់ប្រទេសទៅជាដល់ពុទ្ធបំផុតបច្ចុប្បន្នប្រទេសផលិតពុទ្ធប្រទេសតែប្រជាជនកម្មប្រហោនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពដល់ពុទ្ធបំផុតនៃយើងក្នុងកម្មវិធីសូមអនុមោទនាហើយអង្គកតទានមហាសាមគ្គីគ្រួសារខ្មែរនេះផងដែរក៏មានការអញ្ជើញចូលរួមអង្គពីគណៈនៃសមាជិកទេវបណ្ដាបណ្ឌិតខ្មែរផងអត់ต้องប្រកាសតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចមហារដ្ឋាភិបាលការទឹកដីគុណសតារីប្រធានរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាវត្តមានសម្ដេចឯកឧត្តមលោកជំទាវលោកអ្នកអញ្ញាលោកជំទាវជាមហាពុទ្ធបរិស័ទដែលរជិនមកយ៉ាងច្រើនកង្កល់ពីព្រះរាជាណាចក្រកម្ពុជារួមជាមួយនឹងថ្នាក់ដឹកនាំក៏ដូចជាមហាពុទ្ធបរិស័ទនៅក្នុងទីទឹកដីជ័យភូមិនៃខេត្តត្រាវិញរបស់សាធារណរដ្ឋសង្គមនិយមវៀតណាមព្រមទាំងមហាពុទ្ធបរិស័ទយ៉ាងច្រើនកងគ្រប់ទិសទីនៅក្នុងឱកាសនេះបាននឹងកំពុងដង្ហែប្រតិសិននៅព្រះវិហារ3ជុំហើយបន្ទាប់មកនឹងរៀបចំដបផលនៅត្រៃទេវជាគ្រឿងបរិក្ខារដ៏ប្រណិតនៃអង្គកតទានសាមគ្គីរបស់យើងនៅខាងក្នុងនៃព្រះវិហារនឹងធ្វើបទនមស្ការប្ររតនត្រ័យសមាទានសិលនឹងវេនៅអង្គកតទានព្រមទាំងការបវរណាប្រទាននៅអានិសង្សលៀបទាំង5ប្រទេសចំពោះព្រះភិក្ខុសង្ឃដែលព្រះអង្គបានគង់ចាំព្រះវតាអង្ការ3ខែនៅត្រៃនេះនៅទីអារាមវត្តស្វាយជាថ្មីរបស់យើងនៅក្នុងឱកាសនេះផងដែរសូមពុទ្ធបរិស័ទទាំងឡាយអនុមោទនា